ជំរាបសួរបាទខ្ញុំបាទឈ្មោះហេងវិលៈហើយបច្ចុប្បន្នគឺជានិស្សិតម្នាក់ដែលកំពុងតែបន្តការសិក្សាថ្នាក់បណ្ឌិតនៅឯសាកលវិទ្យាល័យ Sydney ប្រទេសអូស្ត្រាលីតាមរយៈគម្រោងអាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលីដែលមានឈ្មោះថា Australia Award Scholarship ឬក៏ AAS បាទជាបទពិសោធន៍ផ្ទាល់ខ្លួនជាពិសេសនៅក្នុងដំណាក់កាលដំបូងដែលខ្ញុំដឹងថាខ្ញុំចាប់អារម្មណ៍ចង់បានអាហារូបករណ៍នេះខ្ញុំនិយាយដោយស្មោះត្រង់ពិតជាមិនដឹងច្បាស់នោះទេថាតើខ្ញុំគួរតែធ្វើអ្វីខ្លះហើយខ្ញុំគួរតែត្រៀមខ្លួនយ៉ាងដូចម្តេចខ្លះនោះហើយជាក់ស្ដែងនោះក៏ជាសំណួរដែលខ្ញុំតែងតែបានទទួលជារឿយៗពីបណ្ដាមិត្តភ័ក្តិរបស់ខ្ញុំចាប់តាំងពីពេលដែលខ្ញុំបានទទួលអាហារូបករណ៍នេះមកបន្តការសិក្សានៅទីនេះផងដែរដូច្នេះហើយបានជាខ្ញុំគិតថាមានភាពចាំបាច់ដែលខ្ញុំគួរតែផលិតជាវីដេអូខ្លីមួយនេះឡើងដើម្បីជាការឆ្លើយតបទៅនឹងសំណួរទាំងអស់នោះផងក៏ដូចជាដើម្បីជាការចូលរួមចំណែកជួយសម្រាលដល់ការលំបាករបស់និស្សិតរបស់យើងរបស់បេក្ខជនចំនួនក្រោយរបស់យើងដែលគាត់ក៏ដូចខ្ញុំដែរចាប់អារម្មណ៍ចង់ទទួលបានអាហារូបករណ៍នេះដូចគ្នាប្រសិនបើយើងមើលទៅលើពាក្យស្នើសុំឬក៏យើងហៅថា application form របស់អាហារូបករណ៍ AAS នេះគឺយើងនឹងឃើញថាมันមានភាពដាច់ដោយឡែកគ្នាទេរវាង application form របស់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតនិយាយរួមគឺយើងប្រើ application form តែមួយទេហើយដូចគ្នាដែរចំពោះថេរវេលាគឺបេក្ខជនទាំងពីរក្រុមមានថេរវេលាប្រមាណជា3ខែដូចគ្នានៅក្នុងការរៀបចំពាក្យស្នើសុំអាហារូបករណ៍នេះក៏ប៉ុន្តែដែលឡែកប្រសិនបើយើងពិនិត្យមើលទៅលើទំហំការងារដែលបេក្ខជនទាំងពីរក្រុមនឹងត្រូវធ្វើវិញនោះគឺយើងឃើញយ៉ាងច្បាស់ថាប្រកាសណាស់គឺបេក្ខជនថ្នាក់បណ្ឌិតគឺគាត់មានការងារច្រើនជាងដែលគាត់ត្រូវបំពេញដែលមានន័យថាប្រសិនបើយើងគ្រាន់តែចំណាយរយៈពេល3ខែដែលគេឲ្យនេះក្នុងការបំពេញ application form នេះគឺខ្ញុំជឿជាក់ថាគាត់នឹងមានការលំបាកខ្លាំងក្នុងការធ្វើឲ្យ application form នេះមានគុណភាពខ្ពស់ដែលអាចមានលក្ខណៈប្រកួតប្រជែងបាននិយាយបែបហ្នឹងខ្ញុំចង់បានន័យថាបេក្ខជនរបស់យើងគប្បីតែត្រៀមខ្លួនឲ្យបាន1ជំហាន2ជំហានមុនចំណុចដែលសំខាន់មួយចំនួនដែលគាត់គួរតែធ្វើមុនពេលដែលអាហារូបករណ៍នេះបើកប្រកាសជាផ្លូវការដូច្នេះហើយតាមរយៈវីដេអូនេះខ្ញុំចង់សង្កត់ធ្ងន់ទៅលើចំណុចតូចធំសំខាន់ចំនួន5ដែលខ្ញុំគិតថាវាចាំបាច់ចំណុចទី1ដែលខ្ញុំគិតថាសំខាន់ជាងគេនោះគឺតាក់ទងទៅនឹងការសរសេរសំណើស្រាវជ្រាវរបស់យើងជាទូទៅប្រសិនបើយើងពិនិត្យមើលទៅលើលក្ខខណ្ឌរបស់សាកលវិទ្យាល័យនីមួយៗគឺយើងនឹងឃើញថាមានភាពលៀងគ្នាខ្លះរវាងតម្រូវការរបស់សាកលវិទ្យាល័យមួយទៅសាកលវិទ្យាល័យមួយក្នុងការសរសេរសំណើសុំតាក់ទងទៅនឹងការស្រាវជ្រាវនេះក៏ប៉ុន្តែប្រសិនបើយើងព្យាយាមពិនិត្យជារួមវិញគឺយើងនឹងឃើញថាមានចំណុចសំខាន់មិនជាខុសគ្នាប្រមាណទេដែលខ្ញុំអាចរៀបរាប់បង្ហាញនៅកន្លែងនេះទី1គឺតាក់ទងទៅនឹង research question ហើយនិង research objective របស់យើងទី2គឺតាក់ទងជាមួយនឹងsignificant នៃការស្រាវជ្រាវរបស់យើងថាតើវាមានសារៈសំខាន់ដូចម្តេចខ្លះទី3គឺយើងអាចរៀបរាប់ត្រួសបាទតាក់ទងជាមួយនឹងliterature review ដែលយើងបាន go through ក៏ដូចជា theoretical framework ដែលយើងបានយកមកប្រើនៅក្នុងការស្រាវជ្រាវរបស់យើងហើយចំណុចទី4នោះគឺតាក់ទងទៅនឹងវិធីសាស្ត្រនៃការស្រាវជ្រាវថាតើយើងប្រើវិធីសាស្ត្រអីយើងប្រុងនឹងធ្វើយ៉ាងដូចម្តេចហើយចំណុចចុងក្រោយនោះគឺតាក់ទងទៅនឹងផែនការនៃការស្រាវជ្រាវរបស់យើងថាតើយើងគ្រោងនឹងចាយពេលប្រមាណសម្រាប់ការធ្វើ research មួយទាំងមូលនេះហើយយើងនឹងធ្វើសកម្មភាពអីខ្លះហើយជាពិសេសនោះគឺថាតើយើងនឹងប្រើធនធានរបស់យើងយ៉ាងដូចម្តេចដែលមានន័យថាយើងនឹងស្នើសុំអាហារូបករណ៍របស់រដ្ឋាភិបាលយើងនឹងស្នើសុំអាហារូបករណ៍របស់សាលាឬក៏យើងនឹងចាយវាយធនធានថវិកាផ្ទាល់ខ្លួនដើម្បីដំណើរការនៃការសិក្សារៀនសូត្ររបស់យើងនៅទីនេះហើយចំណុចទី2ដែលខ្ញុំចង់លើកមកនិយាយនោះគឺពិន្ទុភាសាអង់គ្លេសឬក៏យើងហៅថាជា IELTS score ជាការពិតសម្រាប់អាហារូបករណ៍នេះគេតម្រូវឲ្យបេក្ខជននីមួយៗមានពិន្ទុយ៉ាងហោចណាស់ក៏ 6.5 ប៉ុន្តែវាក៏អាស្រ័យទៅលើសាកលវិទ្យាល័យហើយនិងមុខវិជ្ជាដែលបេក្ខជននីមួយៗចាប់អារម្មណ៍ចង់ទៅរៀនផងដែរអញ្ចឹងវាអាចចន្លោះរវាង6កន្លះទៅ7ដែលជាស្តង់ដាដែលគេតម្រូវហើយជាបទពិសោធន៍ខ្ញុំជំរុញលើកទឹកចិត្តឲ្យបេក្ខជនរបស់យើងគប្បីចំណាយពេលត្រៀមឲ្យបានល្អឲ្យបានគ្រប់គ្រាន់មុនពេលដែលយើងទៅប្រឡងពីព្រោះការធ្វើបែបនេះគឺធ្វើឲ្យយើងប្រកាសថាទី1គឺយើងអាចចំណាយពេលខ្លីមានន័យថាធ្វើតែម្ដងគឺយើងបានផលហើយយើងមិនចាំបាច់ចំណាយធនធានថវិការបស់យើងខ្ជះខ្ជាយច្រើនផងដែរបាទចំណុចទី3ដែលខ្ញុំ
có bay rầm lịch phong đài nút tụ bay chi vì mình sơ sầm khăn khăn có bàn tay dương nâng trời ca viên nút cứ CV rồi bỏ dương mà đài ní mình men chi CV để dương đã bị xong thưa ca tí rồi ca nghe thưa tí bàn tay chi CV bài academic đài không CV nút cứ chấm nói sầm khăn cứ dương bằng hai ông pi team mũi cứ qualification rồi bỏ dương còng máu tại dương ban riêng ở vậy class công việc ấy class hayចំណុចទី2ដែលសំខាន់នោះគឺឆ្លោះបញ្ចាំងអំពី professional experience របស់យើងដែលវា link ជាមួយនឹងមុខវិជ្ជាដែលយើងចាប់អារម្មណ៍ចង់ទៅបន្តការសិក្សានេះបាទនោះគឺជាចំណុចមួយដែលចាំបាច់គប្បីយើង highlight ឲ្យឃើញផងដែរបាទចំណុចទី4ដែលខ្ញុំគិតថាក៏ជាចំណុចគន្លឹះផងដែរនោះគឺការស្វែងរក supervisor នៅក្នុងការដឹកនាំការស្រាវជ្រាវរបស់យើងជាក់ស្ដែងវាអាចមានវិធីដាច់ដライពីគ្នាមួយចំនួនដែលបេក្ខជនអាចធ្វើនៅក្នុងការស្វែងរក supervisor ក៏ប៉ុន្តែនៅកន្លែងនេះខ្ញុំចង់ចែករំលែកនៅវិធីទូទៅមួយដែលគេតែងតែបានធ្វើកន្លងមកនោះគឺការចូលទៅកាន់ website របស់សាកលវិទ្យាល័យពីព្រោះជាទូទៅនៅតាម website របស់សាកលវិទ្យាល័យគឺតែងតែមានបង្ហាញនៅព័ត៌មានទូទៅជាច្រើនហើយក្នុងចំណោមព័ត៌មានទាំងអស់នោះក៏មានព័ត៌មានតាក់ទងទៅនឹង researcher របស់គេនិយាយរួមគឺព័ត៌មានតាក់ទងទៅនឹងសាស្ត្រាចារ្យរបស់គេដែលក្នុងនោះអាចមានទាំងព័ត៌មានលម្អិតស្ដីអំពីស្នាដៃស្ដីអំពីចំណេះជំនាញរបស់គាត់ស្ដីអំពីអ្វីដែលគាត់បានធ្វើកន្លងមកហើយដូចគ្នាដែរមានជា contact detail ជា email address របស់ supervisor នីមួយៗឬក៏ researcher នីមួយៗអញ្ចឹងហើយយើងអាចផ្ទៀងផ្ទាត់បានដោយសារតែទី1ខាងលើគឺយើងបានធ្វើរួចហើយនៅ proposal នៅសំណើស្រាវជ្រាវរបស់យើងអញ្ចឹងយើងដឹងថាតើយើងចង់ធ្វើពីអីអញ្ចឹងតាមរយៈការមើលទៅលើ background របស់សាស្ត្រាចារ្យនីមួយៗនេះគឺយើងអាចដឹងថាក្នុងចំណោមសាស្ត្រាចារ្យទាំងអស់នោះអាចមានសាស្ត្រាចារ្យប្រមាណអ្នក2 3 4 5នាក់ដែលគាត់ប្រហែលជាអាចជា potential supervisor របស់យើងអញ្ចឹងនៅពេលដែលយើងដឹងហើយនោះគឺយើងអាចចាប់ផ្ដើមdraft ជា email ដើម្បីតាក់ទងទៅគាត់ស្នើសុំឲ្យគាត់ lead ឬក៏ក្លាយទៅជា supervisor របស់យើងបាទក៏ប៉ុន្តែអ្វីដែលខ្ញុំចង់សង្កត់ធ្ងន់នៅកន្លែងនេះគឺតាក់ទងទៅនឹងការសរសេរ email បាទដើម្បីផ្ញើទៅ supervisor ទាំងអស់នោះបាទដែលមានន័យថាយើងមិនអាចគ្រាន់តែសរសេរ email ជាទូទៅមួយហើយយើង copy and paste បន្តមកទៀតយើង randomly ផ្ញើទៅសាស្ត្រាចារ្យទាំង3ទាំង4អ្នកនោះទេបាទជាឧទាហរណ៍ដែលមានន័យថាយើងគប្បីដឹងឲ្យច្បាស់អំពីស្នាដៃអំពីអ្វីដែលជាជំនាញរបស់សាស្ត្រាចារ្យនីមួយអ្វីដែលជាចំណុចខ្លាំងរបស់គាត់អ្វីដែលគាត់បានធ្វើកន្លងមកហើយថាតើអ្វីដែលយើងស្នើអ្វីដែលយើង propose នៅក្នុងការស្រាវជ្រាវរបស់យើងនេះវាមានភាពតាក់ទងជាមួយនឹងអ្វីដែលគាត់បាននឹងកំពុងធ្វើយ៉ាងដូចម្ដេចនិយាយរួមឲ្យសាមញ្ញថាតើហេតុអ្វីបានគាត់គួរតែជា potential supervisor របស់យើងក្នុងន័យនេះគឺមានន័យថានៅពេលដែលយើងអាចធ្វើបែបនេះបានគឺយើងអាចបង្ហាញថាយើងបានធ្វើការសិក្សាស្រាវជ្រាវជាមុនហើយអំពីគាត់ហើយយើងដឹងយ៉ាងច្បាស់ថាគាត់ពិតជា potential supervisor សម្រាប់យើងមែនអញ្ចឹងនៅពេលដែលគាត់បានឃើញ email របស់យើងគឺគាត់នឹងអាចចាប់អារម្មណ៍ហើយគាត់អាចឆ្លងឆ្លើយជាមួយយើងអញ្ចឹងនៅពេលដែលយើងបានធ្វើដូចនោះហើយគឺយើងនឹងមានឱកាសច្រើនក្នុងការទទួលបាននៅការឆ្លើយតបពីគាត់ហើយយើងអាចពិភាក្សាគ្នាលម្អិតបន្ថែមទៀតជាទូទៅវាអាចមានការណែនាំបន្ថែមដូចជាក្នុងករណីរបស់ខ្ញុំគឺខ្ញុំបន្ទាប់ពីមានការឆ្លងឆ្លើយជាមួយគាត់ហើយគឺគាត់បានស្នើសុំឲ្យខ្ញុំកែនៅលើចំណុចមួយចំនួនដែលគាត់បានឲ្យ comment នៅលើ proposal របស់ខ្ញុំហ្នឹងហើយបន្ទាប់ពីខ្ញុំបានកែចប់ទៅគឺគាត់ក៏បានយល់ព្រមថាអូខេគាត់ពេញចិត្តខ្លាយទៅជាឬក៏ធ្វើជា supervisor របស់ខ្ញុំដែលគាត់បានចេញជា email មួយយ៉ាងខ្លីមិនវែងទេបង្ហាញថាគាត់ព្រមធ្វើជា supervisor របស់ខ្ញុំអញ្ចឹងតាមរយៈ email ទាំងអស់នេះគឺយើងឈានដល់ចំណុចទី5តែម្ដងដែលជាចំណុចចុងក្រោយហើយក៏ជាចំណុចដែលខ្ញុំគិតថាវាមានភាពចាំបាច់ link ជាមួយនឹងអាហារូបករណ៍របស់យើងផងដែរដែលចំណុចទី5នេះគឺនិយាយអំពីការបំពេញនៅ application ដើម្បីស្នើសុំយើងហៅថាជា enrollment letter បាទជាការស្នើសុំលិខិតបញ្ជាក់ការចុះឈ្មោះចូលរៀន
បាទទោះបីជាក្នុងរយៈពេលចុងក្រោយនេះចំណុចទី5នេះលែងคล้ายទៅជាលក្ខខណ្ឌតម្រូវរបស់អាហារូបករណ៍ទៀតហើយក៏ពិតមែនក៏ប៉ុន្តែខ្ញុំគិតថាវាមានភាពចាំបាច់ជាពិសេសនៅពេលដែលយើងខ្លួនឯងចង់កំណត់ឲ្យបានច្បាស់ទុកជាមុនថាតើយើងចង់ទៅបន្តការសិក្សានៅសាកលវិទ្យាល័យមួយនោះឬក៏សាកលវិទ្យាល័យណាដែលជាសាកលវិទ្យាល័យអាទិភាពរបស់យើងអញ្ចឹងនៅពេលដែលយើងមានចំណុចទី1ចំណុចទី2ចំណុចទី3ចំណុចទី4នោះចូលមកដល់ចំណុចទី5នេះគឺมันមានការលំបាកទេដែលយើងគ្រាន់តែចូលទៅកាន់ website របស់សាលាទៅហើយយើងអាចបំពេញវា online ដោយគ្រាន់តែ supply នៅព័ត៌មានដែលគេសួរនាំមួយចំនួនហើយនៅពេលដែលយើងអាចបំពេញគ្រប់លក្ខខណ្ឌហើយនោះគឺយើងនឹងបានទទួលនៅលិខិតមួយដែលគេហៅថាជា unconditional letter of offer ឬក៏ជា unconditional letter of enrollment ហើយលិខិតនេះហើយគឺជាលិខិតមួយដែលសំខាន់ចាំបាច់បំផុតដែលមានន័យថាយើងអាចបំពេញចប់សពគ្រប់ហើយទៅតាមលក្ខខណ្ឌតម្រូវរបស់សាកលវិទ្យាល័យដែលបញ្ជាក់ថាយើងមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការចូលរៀនកម្មវិធីនេះនៅក្នុងសាលារបស់គេអញ្ចឹងនិយាយត្រឡប់មកវិញជារួមអ្វីដែលយើងបាននឹងកំពុងធ្វើអំពីដំណាក់កាលទី1រហូតមកដល់ចំណុចទី5នេះគឺគោលបំណងចម្បងធំនោះគឺការចង់បាននៅ enrollment letter មួយពីសាកលវិទ្យាល័យដើម្បីត្រៀមយកទៅដាក់អាហារូបករណ៍នេះអញ្ចឹងសំណួរត្រឡប់មកវិញជាសេចក្តីសង្ខេបថាតើយើងអាចធ្វើយ៉ាងដូចម្តេចខ្លះដើម្បីបាន enrollment letter នោះប្រកាសណាស់ថាយើងងាកត្រឡប់ទៅវិញគឺយើងត្រូវមានចំណុចទាំង4ពីខាងលើទី1នោះគឺយើងត្រូវមាន research proposal របស់យើងបន្តមកទៀតគឺយើងត្រូវមានពិន្ទុ IELTS យ៉ាងហោចណាស់ក៏ 6.5 ឬក៏ 7 អាចខ្ពស់ជាងហ្នឹងហើយយើងមាន CV របស់យើងដែលចំណុចទី1ចំណុចទី2ចំណុចទី3នេះអាចជួយឲ្យយើងតាក់ទងទៅ supervisor របស់យើងបានហើយតាមរយៈ email ដែលយើងបានទទួលពី supervisor របស់យើងបូកនឹងចំណុចទី1ទី2ទី3ខាងលើគឺអាចឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការ submit ទៅសាលាដើម្បីស្នើសុំយក unconditional letter of offer ឬក៏ unconditional letter of enrollment នេះឯងបាទអញ្ចឹងនៅពេលដែលយើងមានចំណុចទាំងអស់នោះហើយនៅពេលដែលយើងបានធ្វើការងារទាំងអស់នោះហើយគឺយើងបានត្រៀមខ្លួនរួចរាល់ហើយរងចាំតែថ្ងៃបើកអាហារូបករណ៍នេះតែប៉ុណ្ណោះគឺយើងអាចចាប់ដើមដាក់ពាក្យបានតែម្ដងហើយខ្ញុំជឿជាក់យ៉ាងច្បាស់ថាអ្វីដែលយើងបានធ្វើកន្លងមកនេះជាពិសេស research proposal របស់យើងនេះនឹងជួយយើងបានយ៉ាងច្រើននៅពេលដែលយើងចាប់ដើមឈានទៅបំពេញ application របស់យើងបាទតាមរយៈវីដេអូនេះផងដែរខ្ញុំសូមថ្លែងនូវអំណរគុណជាថ្មីម្ដងទៀតបាទចំពោះរៀមច្បងក៏ដូចជាមិត្តភ័ក្តិទាំងអស់របស់ខ្ញុំដែលនាពេលនោះគាត់បានចំណាយពេលវេលាដ៏មានតម្លៃក៏ដូចជាផ្ដល់នៅគំនិតល្អៗដល់ខ្ញុំហើយខ្ញុំក៏សង្ឃឹមថាវីដេអូនេះក៏អាចផ្ដល់ជាពន្លឺអាចផ្ដល់ជាប្រយោជន៍ខ្លះដល់បេក្ខជនរបស់យើងចំនួនក្រោយផងដែរទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់បងប្អូនជាបេក្ខជនទាំងអស់ខ្ញុំសូមឆ្លៀតយកឱកាសនេះបាទជូនពរដល់បងប្អូនយើងទាំងអស់គ្នាបាទសូមឲ្យទទួលបានជោគជ័យនិងសម្រេចបានតាមក្តីបំណងប្រាថ្នារបស់ខ្លួនរៀងៗខ្លួនបាទនៅពេលនេះខ្ញុំអរគុណច្រើននិងជម្រាបលាបាទ